សារមន្ទីរជាតិសារមន្ទីរជាតិមានទីតាំងនៅខាងជើងព្រះបរមរាជវាំងសារមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយដែលរចនាឡើងយកលំនាំតាមស្ថាបត្យកម្មខ្មែរបុរាណកសាងនៅឆ្នាំ1917នឹងត្រូវបានសម្ពោធឲ្យប្រើប្រាស់ដោយព្រះបាទស៊ីសុវត្ថិនៅក្នុងឆ្នាំ1920សារមន្ទីរជាតិមានដាក់វត្ថុបុរាណជាច្រើននិងមានតម្លៃទាក់ទងទៅនឹងស្នាដៃស្ថាបត្យកម្មខាងសាសនានិងសិល្បៈខ្មែរភាគច្រើននៃវត្ថុបុរាណទាំងនោះគឺស្ថិតនៅសម័យអង្គរក្រៅពីនេះនៅមានវត្ថុខ្លះសល់ពីសម័យបុរេប្រវត្តិសម័យនគរភ្នំចេនឡានិងសម័យក្រោយអង្គរសារមន្ទីរជាតិនេះមានការទាក់ទាញភ្ញៀវអន្តរជាតិជាច្រើនបន្ទាប់ពីព្រះបរមរាជវាំងរមណីយដ្ឋានវត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញដែលផ្ដល់ឈ្មោះដល់ទីក្រុងនេះវត្តភ្នំជាកន្លែងទេសចរមួយដ៏សំខាន់វត្តភ្នំមានកម្ពស់27 ម៉ែត្រមានរឿងព្រេងមួយដំណាលថាមានស្ត្រីមេម៉ាយម្នាក់ឈ្មោះពេញថ្ងៃមួយគាត់បានដើរលេងតាមដងទន្លេមេគង្គក៏បានឃើញដើមកុកគីមួយអណ្ដែតជិតច្រាំងទន្លេគាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមកុកគីនោះនៅក្នុងដើមកុកគីនោះគាត់ក៏បានឃើញបដិមាករដ៏មានតម្លៃមួយអង្គក្នុងឆ្នាំ1372គាត់ក៏នាំអ្នកស្រុកពូនជាភ្នំនិងសាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធបដិមាករនោះនៅឆ្នាំ1434ព្រះបាទពញ្ញាយ៉ាតបានមកដល់ទីនេះហើយក៏បានសាងសង់ទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនេះនៅក្នុងបរិវេណវត្តភ្នំមានចេតិយធំមួយនៅក្រោយព្រះវិហារដែលតម្កល់ព្រះធាតុរបស់ស្ដេចពញ្ញាយ៉ាតនិងចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សពញ្ញាយ៉ាតនៅក្នុងចេតិយនោះមាននៅសល់គ្រឿងបដិមាព្រះពុទ្ធនៅសម័យអង្គរចេតិយនិងព្រះវិហារនៅវត្តភ្នំបានសាងសង់ឡើងវិញជាច្រើនដងគឺនៅឆ្នាំ1434ឆ្នាំ1806ឆ្នាំ1894និងឆ្នាំ1926ដែលពីម្ដងទៅម្ដងកាន់តែធ្វើឲ្យវាមានសម្រស់កាន់តែល្អឡើងវត្តភ្នំជាកន្លែងទេសចរមួយនៅរាជធានីភ្នំពេញដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនជាពិសេសនៅពេលចូលឆ្នាំខ្មែរភ្ញៀវជាតិនិងអន្តរជាតិជាច្រើនចូលចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយនៅទីនេះ